របៀបធ្វើផាក់ឡើយមានរសជាតិឆ្ងាញ់ងាយៗមែនទែនបងប្អូនដំបូងយើងដាំទឹកមួយឆ្នាំងរួចហើយដាក់ខ្ញីរំដេងស្រាសនិងអំបិលមួយស្លាបព្រាបាយដើម្បីស្រុះគ្រឿងក្នុងជ្រូកហើយនិងក្បាលជ្រូករបស់យើងខ្ញុំមានគ្រឿងក្នុងនិងក្បាលជ្រូកនោះប្រហែលជា4គីឡូក្រោយពីស្រុះហើយយើងយកវាទៅលាងទឹកឲ្យស្អាតបន្ទាប់មកនៅក្នុងឆ្នាំងមួយទៀតយើងដាក់ប្រេងឆាមកល្មមរួចហើយដាក់ខ្ទឹមសខ្ទឹមក្រហមផ្កាច័ន្ទឈើអែមម្រេចគ្រាប់ហើយនិងស្លឹក bay leaf បើសិនជាបងប្អូនមានរួចលីងវាឡើងឈ្ងុយពេលដែលគ្រឿងទាំងអស់នឹងឈ្ងុយហើយចាំដាក់ស្ករត្នោតចូលហើយកូរស្ករត្នោតនឹងឲ្យឡើងឈ្ងុយដែររួចហើយត្រូវដាក់ទឹកស៊ីអ៊ីវ5ស្លាបព្រាបាយទឹកត្រី5ស្លាបព្រាបាយទឹកប្រេងខ្យង6ស្លាបព្រាបាយអំបិល1ស្លាបព្រាបាយហើយនិងម្សៅស៊ុបមាន់1ស្លាបព្រាបាយរួចមកយើងឆាគ្រឿងនឹងចូលគ្នាឲ្យសព្វបន្ទាប់មកចាំដាក់ក្បាលជ្រូកហើយនិងគ្រឿងក្នុងចូលទាំងអស់រួចហើយត្រូវឆាគ្រឿងនឹងទៅមកឲ្យវាចូលជាតិសព្វល្អហើយឡើងពណ៌ស្អាតបន្ទាប់មកទៀតត្រូវដាក់ទឹកចូលចំនួន1លីត្រហើយរំងាស់សាច់នឹងរហូតទាល់តែវាផុយល្មមតាមដែលបងប្អូនចូលចិត្តតែប៉ុណ្ណឹងផាក់ឡូវយើងគឺរួចជាស្រេចហើយ